សមាគមអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជារៀបចំសិក្ខាសាលាលើកទី2នៅខេត្តស្ទឹងត្រែងសមាគមអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំសិក្ខាសាលាស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានវិស័យបរិស្ថាននិងផ្សព្វផ្សាយសមិទ្ធផលខេត្តស្ទឹងត្រែងដែលមានសិក្ខាកាមចូលរួមសរុបចំនួន279នាក់ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងនៅថ្ងៃទី25ខែមីនាឆ្នាំ2025ក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងឯកឧត្តមប៉ែនលីណាតអភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតីភាពទាំងពិធីបើកនិងពិធីបិទសិក្ខាសាលានិងបានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមចំនួន279នាក់ផងដែរបើតាមលោកបណ្ឌិតហៅកុន្ធាប្រធានសមាគមអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានប្រាប់ថាការរៀបចំសិក្ខាសាលានៅពេលនេះជាការរៀបចំលើកទី2ក្រោមប្រធានបទក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានវិស័យបរិស្ថាននិងផ្សព្វផ្សាយសមិទ្ធផលខេត្តស្ទឹងត្រែងដែលស្ថិតក្នុងផែនការនៃការរៀបចំសិក្ខាសាលាចំនួន24ខេត្តលោកបណ្ឌិតបានបន្តប្រាប់ថាការរៀបចំសិក្ខាសាលានេះគឺទទួលបាននូវការគាំទ្រពីសំណាក់ក្រសួងព័ត៌មានក្រសួងបរិស្ថានរដ្ឋបាលខេត្តស្ទឹងត្រែងនិងសមាគមដៃគូជាមួយគ្នានេះដែរលោកបណ្ឌិតសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Save the Life Cambodia និងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពដែលចូលរួមឧបត្ថម្ភគាំទ្រនិងទ្រទ្រង់អាហារសម្រន់សម្រាប់សិក្ខាកាមក្នុងសិក្ខាសាលានិងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវមាសចន្ទធីតាអនុរដ្ឋលេខាធិការក្រសួងបរិស្ថានលោកម៉ែនគង់នាយករងរដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងនិងលោកបណ្ឌិតជាសំហុងទីប្រឹក្សាច្បាប់ដែលបានចំណាយពេលធ្វើបទបង្ហាញប្រកបដោយចំណេះដឹងដ៏មានសារៈសំខាន់និងឧត្តមប្រយោជន៍ជូនដល់សិក្ខាកាមក្នុងការពង្រឹងសមត្ថភាពនិងអភិវឌ្ឍ